សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងធ្វើការសូរតាក់ទងជាមួយនឹង process មួយរបស់Ruchi ដែលយើងហៅថា Ruchi Re Self Organizing Network ឬក៏ពាក្យកាត់SON process ដែលជា process មួយរបស់ product Ruchi ដែលយើងអាចធ្វើការ onboard ឬក៏ add device របស់ Ruchi ច្រើននៅក្នុង network របស់យើងចូលទៅក្នុង Ruchi Cloud ក្នុងពេលតែមួយបានអញ្ចឹងសម្រាប់ network របស់យើងថ្ងៃនេះខ្ញុំមាន gateway របស់យើងមួយដែល EG 105G series របស់យើងនេះយើងមាន PoE switch ដែលជា Easy switch 206GC នេះសម្រាប់ផ្ដល់ភ្លើងទៅកាន់ AP របស់យើង2គ្រាប់យើងមាន ceiling mount AP OIP 2260E នេះហើយនឹង wall mount AP របស់យើង OIP 1200P នេះអញ្ចឹងនៅក្នុង network របស់យើងប៉ុណ្ណេះបើសិនជាយើងអត់ perform តាក់ទងជាមួយនឹង SON process ទេគឺយើងត្រូវការ configure router ផង configure switch ផង configure AP របស់យើងម្ដងមួយហើយ add វាចូលទៅកាន់ cloud ដូចគ្នាប៉ុន្តែសម្រាប់ SON process គឺជួយសម្រួលទៅដល់ការងារបងប្អូនថងចំណុចហ្នឹងករណីដែលយើងមានគម្រោងដែលភ្ញៀវរបស់យើងគាត់មាន device ច្រើនគឺយើង connectivity device ទាំងអស់ហ្នឹងឲ្យរួចរាល់ទៅគឺយើងនឹងធ្វើការ onboard device ទាំងអស់ហ្នឹងទៅកាន់ cloud ក្នុងពេលតែមួយបានដោយបងប្អូនមិនបាច់ចាំ onboard ម្ដងមួយដើម្បីឲ្យបងប្អូនខាតពេលចំណាយពេលច្រើននៅក្នុងការ onboard ទេអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងសូតាក់ទងជាមួយនឹង SON process នៅលើ Ruchi app របស់យើងដូចគ្នាអញ្ចឹងយើងចូលទៅកាន់ Ruchi app របស់យើងដើម្បីធ្វើការ onboard ទៅលើ SON ហ្នឹងអញ្ចឹងតទៅពីយើងចូលមកកាន់យើង make sure connectivity ready រួចអស់ហើយយើងចូលមកកាន់ Ruchi app របស់យើងយើង click ទៅលើ add project មកអញ្ចឹងកន្លែងនេះគឺយើងជ្រើសយក connect to Wi-Fi នេះមកដើម្បីធ្វើការ perform SON process ខាងលើហ្នឹងបើសិនជាយើងយក scan ឬក៏ enter SN ខាងក្រោមហ្នឹងគឺយើងត្រូវការ scan QR code ឬក៏វាយ serial number ចូលទៅកាន់ Ruchi app របស់យើងម្ដងមួយវាចំណាយពេលយូរអញ្ចឹងយើង make sure connectivity ready អស់ហើយយើងយកពាក្យ connect to Wi-Fi ហ្នឹងមកវាងាយស្រួលក្នុងការ onboard ជាងអញ្ចឹងយើង click continue ខាងក្រោមមកអញ្ចឹងយើងយក access point នេះត្រឹមត្រូវហើយសារខាងក្រោមនេះគឺសម្រាប់ onboard wireless bridge ខាងក្រោមនេះគឺសម្រាប់ onboard home router project ជាងទៅតែនេះយើងមាន gateway យើងមាន access point យើងយកខាងលើហ្នឹងគឺត្រឹមត្រូវហើយយើងអាច click continue បានអញ្ចឹងកន្លែងនេះគេគ្រាន់តែបញ្ជាក់ប្រាប់យើងថា make sure ថា device របស់យើងវាមានភ្លើង device ទាំងអស់អាច connect ទៅកាន់ internet បានព្រោះថាដើម្បី add ចូលទៅកាន់ Ruchi Cloud បានគឺរាល់ Ruchi device ទាំងអស់យើងតម្រូវឲ្យវាអាច access ទៅកាន់ internet បានដើម្បី onboard ទៅកាន់ cloud អញ្ចឹងយើង click start មកបើយើង ready យើងអាច click start អញ្ចឹងវានឹងប្រាប់ឲ្យយើងទៅរកឈ្មោះ Wi-Fi ដែលមានពាក្យថាឈ្មោះ Wi-Fi ឈ្មោះថា @ruchi-m ឬក៏ @ruchi-s អញ្ចឹងពីរហ្នឹងវាខុសគ្នាថងថាបើសិនជាយើងមាន device តែមួយអញ្ចឹងជា AP ឬក៏ជា home router ផ្សេងហ្នឹងវានឹង broadcast ឈ្មោះ ruchi-s ហើយលេខកូដ4ខ្ទង់នៃ MAC address របស់ device របស់យើងប៉ុន្តែបើសិនជាករណីដែលយើងមាន device ច្រើនបែបនេះគឺវានឹង broadcast ឈ្មោះ ruchi-m ហើយលេខកូដ4ខ្ទង់នៃ MAC address របស់ gateway របស់យើងអញ្ចឹងយើងអាច click connect ខាងក្រោមនេះមកអញ្ចឹងយើងទៅរកឈ្មោះ Wi-Fi ដែលវា broadcast មក @ruchi-m លេខកូដ4ខ្ទង់ហ្នឹងយើងឃើញហើយអញ្ចឹង default គឺវាអត់មាន password ទេ Wi-Fi default ហ្នឹងគឺយើងអាច connect វាបានអញ្ចឹងបន្ទាប់ពី connect ហើយយើង back មក Ruchi Cloud app របស់យើងវិញមកអញ្ចឹងវានឹងចាប់ផ្ដើម discover មើលថាតើនៅក្នុង network របស់យើងមាន device អីខ្លះអញ្ចឹងកន្លែងនេះគឺតកតងជាមួយនឹង password នេះក៏សំខាន់ដែរបងប្អូនត្រូវដាក់ឲ្យត្រូវចាំដូចគ្នាព្រោះអី password នេះគឺជា master password សម្រាប់ឲ្យយើងអាច login ចូលទៅកាន់ device របស់យើងពេលក្រោយបានដូចគ្នាអញ្ចឹងខ្ញុំដាក់ password ដែលខ្ញុំធ្លាប់ប្រើពីមុនមកអញ្ចឹង password បច្ចុប្បន្នគឺវា update មកគឺវាអត់ឲ្យយើងដាក់
password ដែលមានពាក្យ Roji ហើយនិងពាក្យ admin នៅក្នុង password ហ្នឹងទេយើងត្រូវតែរក password ណាផ្សេងពីនឹងដូចគ្នាអញ្ចឹងបន្ទាប់ពីយើងដាក់ password ហើយយើង click OK ខាងក្រោមនេះមកអញ្ចឹងវានឹងចាប់ផ្ដើម discover អញ្ចឹងវា discover detect ឃើញនៅក្នុង network របស់យើងមាន4 device យើងមាន router យើងមាន switch យើងមាន access point 2គ្រាប់អញ្ចឹងយើងមើលទៅថាវា discover មកវាត្រូវជាមួយនឹង network ដែលយើងបាន connect នឹងឬអត់អញ្ចឹងបើវាត្រឹមត្រូវហើយគឺយើងអាច start config បានហើយអញ្ចឹងមិនថានៅពេលដែលបងប្អូនមាន AP ច្រើនហើយបងប្អូនប្រើ switch PoE ឬក៏ router brand ផ្សេងក៏បងប្អូនអាចធ្វើការ onboard តាមរយៈ SON process បានដូចគ្នាដោយបងប្អូនគ្រាន់តែ connect AP ដែលបងប្អូនមាន5គ្រាប់10គ្រាប់នឹងចូលទៅកាន់ network ឲ្យវា app make sure ថាវា access internet បានទៅវានឹង discover ឃើញដូចគ្នាគ្រាន់តែថា third party product ដែលជា switch ហើយនិង router ហ្នឹងវាអត់ឃើញដូចនៅក្នុងអីដែលខ្ញុំសូនេះទេអញ្ចឹងយើងមើលទៅវាត្រឹមត្រូវដូចអីដែលយើង connect រួចហើយយើងអាច click start config បានអញ្ចឹងដំបូងគឺគេនឹងឲ្យយើងបង្កើត Wi-Fi ថ្មីមួយទៀតខ្ញុំដាក់ឈ្មោះ Roji Demo ចុះដាក់អញ្ចឹងតបមកទៀតគឺយើងដាក់ password Wi-Fi ខ្ញុំដាក់1.9ចុះដោយសារវាជា demo ទេអញ្ចឹងកន្លែងខាងក្រោមនេះគឺឈ្មោះ project យើងអាចដាក់ឈ្មោះអីក៏បានដូចគ្នាជា project របស់យើងអញ្ចឹង ready ហើយយើង click save បន្តមកអញ្ចឹងវានឹងចាប់ផ្ដើមធ្វើការ delivery ទៅលើ configuration ហ្នឹងទៅកាន់ device ទាំងអស់នៅក្នុង network របស់យើងដែលយើងអត់ចាំបាច់ចូលទៅធ្វើម្ដងមួយនោះទេអញ្ចឹងយើងចាំវាខ្ទង់15 second វារួចរាល់យើងអាច click OK មក successful អញ្ចឹងវានឹងចាប់ផ្ដើម set up ទៅលើ Wi-Fi ហ្នឹងយើងចាំវាខ្ទង់15 second ទៀតទៅអញ្ចឹងវានឹងធ្វើការ set up តទៅពីធ្វើការ set up ហើយវានឹងលុបចោល default Wi-Fi ដែលវា broadcast at Roji ដាក់អក្សរ M លេខកូដ4ខ្ទង់នៃ MAC address នឹងចោលហើយជំនួសដោយ Wi-Fi ថ្មីអញ្ចឹងវា ready ហើយអញ្ចឹងយើង connect ពីនេះក៏បានឬក៏យើង back ទៅវិញទៅយើងចូលទៅមើល project របស់យើងមុនហ្នឹងអញ្ចឹងគឺរួចរាល់ device របស់យើងត្រូវបាន on board ទៅកាន់ cloud រួចរាល់អញ្ចឹងកន្លែង project scenario ឬក៏ template នេះយើងអាច select លើ customization ឬក៏ customize នឹងបានអញ្ចឹងនៅពេលដែលបងប្អូនអូស e-workflow ខាងក្រោមនេះមកបើសិនជាបងប្អូនអត់ឃើញមាន feature ដូចរបស់ខ្ញុំទេអាចថាវាតិចជាងឬក៏ខុសគ្នាថងលឹកណាបងប្អូនអាចចូលទៅកន្លែង e-workflow ខាងលើកន្លែងដែលមានសញ្ញាព្រួញចុះក្រោមនេះបងប្អូនអាចដូរយក customize ទៅអញ្ចឹងវាអាចនៅខាងក្រោមនេះ customize វាអាចនៅខាងក្រោមបងប្អូនអាច expand វាចុះក្រោមមកនឹងឃើញពាក្យ customize ហ្នឹងអញ្ចឹងបងប្អូន select យក customize ហើយ OK មកគឺបងប្អូននឹងឃើញមាន feature នៅកន្លែង e-workflow ខាងក្រោមនេះគឺមានដូចរបស់ខ្ញុំហើយអញ្ចឹងតកតងមួយនឹងការដូរ template របស់ e-workflow ហ្នឹងវាអត់មាន effect ទៅលើ project របស់បងប្អូនទេវាអត់មានប៉ះពាល់ទៅលើ configuration អីផ្សេងៗវាគ្រាន់តែតកតងជាមួយនឹងការបង្ហាញទៅលើ feature នៅក្នុង e-workflow ហ្នឹងវាខុសគ្នាតែប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនយក customization ឬក៏ customize ហ្នឹងទៅវាអាចមាន feature ច្រើនជាងដែលយើងយក template ផ្សេងអញ្ចឹងវាងាយស្រួលឲ្យបងប្អូនក្នុងការ configuration នេះដូចគ្នាអញ្ចឹងយើងចូលទៅមើល Wi-Fi ថ្មីដែលយើងទៅតែ broadcast មុនហ្នឹងអញ្ចឹងយើងឃើញមាន Wi-Fi ថ្មីរបស់យើងឈ្មោះ Roji Demo ហ្នឹងហើយយើងអាច connect បាន password របស់យើង1.9អញ្ចឹងគឺយើងអាច connect Wi-Fi ថ្មីរបស់យើងបានជោគជ័យអញ្ចឹងបើតបពីប៉ុណ្ណឹងគឺតកតងជាមួយនឹង SON process របស់យើងគឺរួចរាល់យើង add device ចូលយើងអាច manage device របស់យើងទាំងអស់តាមរយៈ Roji Cloud បានដូចគ្នាអញ្ចឹងយើងចង់ add Wi-Fi ថ្មីអីក៏យើងចូលទៅកាន់ e-workflow basic Wi-Fi setting យើងអាច add Wi-Fi ថ្មីបានដូចគ្នាខ្ញុំដាក់ new Wi-Fi password យើងដាក់1.9ដូចគ្នាទៅដោយសារវាជា demo
តាក់ទងជាមួយនឹងកន្លែងនេះដូចគ្នាយើងចង់ឲ្យវា broadcast ទាំងពីរ channel ទាំង 2.4 និង 5G ក៏បានយើងចង់ឲ្យវា broadcast ទាំង 5G ក៏បានដូចគ្នាអញ្ចឹងខ្ញុំ recommend ឲ្យយើងដាក់ទាំងពីរទៅដោយសារ device ចាស់ៗមួយចំនួនវាអត់ support 5G វាអាច connect 2.4 បានដូចគ្នាប៉ុន្តែយើងអាចចូលមកកាន់ advanced នេះមកយើងឲ្យវា prioritize ទៅលើ 5G ទៅអញ្ចឹងបានន័យថា device ណាដែល support 5G គឺវានឹង prioritize ចាប់ទៅលើ channel 5G ហើយដោយសារតែដូចបងប្អូនទាំងស្រាប់ហើយ channel 5G គឺវាប្រើប្រាស់ល្អជាង channel 2.4 គ្រាន់តែវា broadcast បានចិត្តជាងតែប៉ុណ្្នឹងឯងអញ្ចឹងតកតងមួយ client isolation ខាងក្រោមនេះគឺបានន័យថានៅពេលដែលយើងបើកអាហ្នឹងទោះជាយើង connect Wi-Fi តែមួយនៅក្នុង IP range តែមួយក៏យើង device នៅក្នុង network ហ្នឹងអត់អាច connect រកគ្នាបានដែរអញ្ចឹងបើឧទាហរណ៍បើសិនជានៅកន្លែងភ្ញៀវរបស់បងប្អូនគាត់មាន printer មានអីដែរនៅក្នុង range តែមួយវាយើងបើកអាហ្នឹងម៉ាស៊ីនរបស់ភ្ញៀវរបស់បងប្អូនអត់អាច connect ទៅ printer អីបាននៅកន្លែងហ្នឹងតើយើងប្រយ័ត្នតិចដែរយើងបាច់បើកវាទេបើសិនជាយើងត្រូវការ connect ទៅ printer connect ទៅ POS អីផ្សេងហ្នឹងអញ្ចឹងតកតងមួយនឹង schedule យើងចង់ឲ្យវា broadcast Wi-Fi នឹងនៅក្នុងរយៈពេលណាមួយក៏បានអញ្ចឹងយើងដាក់ all the time មិនន័យថាវា broadcast រហូតអញ្ចឹងយើងអាច click save បានអញ្ចឹងវា success ហើយអញ្ចឹងយើងអាចចូលទៅមើលនៅក្នុងWi-Fi របស់យើងឃើញ Wi-Fi ថ្មីនឹងដូចគ្នា new Wi-Fi យើងចូលទៅមើលក្នុងទូរស័ព្ទរបស់យើងវិញអញ្ចឹងយើងឃើញ new Wi-Fi របស់យើងត្រូវបាន broadcast មកដូចគ្នាយើងអាច connect ប្រើប្រាស់បានដូចគ្នាអញ្ចឹងតកតងជាមួយនឹង SON process គឺផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនរបស់ Rogi នៅក្នុងការធ្វើការ onboard device របស់ Rogi ចូលមកកាន់ cloud ក្នុងរយៈពេលខ្លីដូចគ្នាដែលអត់ចាំបាច់add ម្ដងមួយដូចគ្នាអញ្ចឹងមួយទៀតបើសិនជាបងប្អូនមានភ្ញៀវដែលគាត់ត្រូវការ configuration report អីក៏បងប្អូនអាចចូលកាន់ e-workflow basic ហើយនឹងកន្លែង report ដូចគ្នាអញ្ចឹងគឺយើងអាចធ្វើការ generate តាក់ទងជាមួយនឹង configuration report នៅក្នុង network របស់យើងបានដូចគ្នាអញ្ចឹងបើសិនជាយើងអត់មានអាហ្នឹងទេយើងត្រូវការអង្គុយ create report manual ចំណាយពេលយូរនៅក្នុងការធ្វើ report នឹងជូនទៅកាន់ភ្ញៀវរបស់យើងដូចគ្នាប៉ុន្តែជាមួយនឹង Rogi គឺយើងគ្រាន់ click generate report កន្លែងហ្នឹងមកវានឹង generate តាក់ទងមួយនឹង configuration report ផ្សេង network របស់បងប្អូនមាន device អីខ្លះតាក់ទងជាមួយនឹង IP តាក់ទងជាមួយនឹង topology តាក់ទងជាមួយនឹង configuration អីផ្សេងហ្នឹងគឺយើងអាចសូរជូនទៅកាន់ភ្ញៀវរបស់យើងហើយក៏យើងអាច export វាជា PDF ឬក៏Microsoft Word ដូចគ្នាដើម្បីធ្វើការកែផ្ញើជូនទៅកាន់ភ្ញៀវរបស់បងប្អូនបានដូចគ្នាអញ្ចឹងវាជួយបងប្អូនបានមួយកម្រិតហើយក៏យើងអាចធ្វើការតាក់ទងជាមួយនឹង share project របស់យើងក្នុងករណីដែលភ្ញៀវរបស់បងប្អូនគាត់ចង់ឲ្យយើងធ្វើការ onboard device របស់គាត់ចូលទៅកាន់ cloud នៅក្នុង account cloud របស់គាត់ប៉ុន្តែថ្ងៃក្រោយទៅគាត់ត្រូវការឲ្យយើង support អីយើងអត់ចាំបាច់ឲ្យគាត់ share តាក់ទងជាមួយនឹង username password account cloud របស់គាត់មកយើងទេគឺយើងឲ្យគាត់ share តាក់ទងជាមួយនឹង project របស់គាត់មកយើងអាច manage ពី account របស់យើងបានដូចគ្នាអញ្ចឹងនៅក្នុងកន្លែងចុច3នេះគាត់អាចចុចកន្លែងចុច3គៀននឹងមកអញ្ចឹងគាត់អាចយកពាក្យ share អញ្ចឹងតាក់ទងមួយ share យើងអាច share ឲ្យបានតែ view read write នេះគឺបាន configuration អញ្ចឹងតាក់ទងយើងអាច config បានផ្សេងអញ្ចឹងតាក់ទងជាមួយនឹង per read គឺយើងអាចកំណត់បានដូចគ្នាថាយើង share មួយថ្ងៃមួយអាទិត្យឬក៏រយៈពេលណាមួយអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងកំណត់ permission ហើយនឹងរយៈពេលរួចហើយគាត់អាច click share មកគាត់ send QR code នឹងមកឲ្យបងប្អូនមកគឺបងប្អូនអាច scan QR code ហ្នឹងដើម្បីធ្វើការ manage project របស់គាត់បានឬក៏គាត់អាច copy link ខាងក្រោមនេះផ្ញើ link មកកាន់បងប្អូនអាច click link ដើម្បីចូលទៅ manage project នឹងបានដូចគ្នាបាទអញ្ចឹងជាមួយនឹង Rogi គឺយើង focus ទៅលើការផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនរបស់យើងដូចគ្នាអញ្ចឹងសម្រាប់ SON process របស់យើងខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំនឹងជួបគ្នាជាមួយបងប្អូននៅក្នុងវីដេអូក្រោយតាក់ទងជាមួយនឹង feature ថ្មីផ្សេងទៀតរបស់ Rogi ដូចគ្នាបាទអរគុណ